ngôn số bấn của phong trời bàn mà hai chân chê sưng tầm mà bật tay hàng mình được pro bởi dương vậy thao pôn xã chẳng ná còn nơi tầm miến nì ai đây pôn tại số tham sân cái sọc thằng pro xã bắt bóng pôn cho quạt bànแต่กดกูแต่มีแต่สิ่งหลอนยังก็ทำในสไลด์หน่อยที่เราปัดเชียร์สลับปีโอนให้ปัดเชียร์วิ่งมันได้เลยปนจีปนคือจีมันเรื่องนี้ได้ตุ่มนุ๊กผมร้องมือไทยกูซะปนไต่ยังจะเก็บเคลียร์บาลเซนจีปรับปนทั่วไอ้กรอบร้อนนะอะไรนึงมันไอ้ตัวมีแต่สิ่งมันเวทกรอบร้อนเหมือนแต่เรื่องเลยเวทกรอบร้อนแต่เพลย์กายแต่เพลย์จัดแต่เพลย์อารมณ์แต่กดผมเป็นก็ได้สอกไอ้ประเดี๋ยวบ้านคือประเดี๋ยวนึงมันไอ้ใบช่วยไปคลาสประเดี๋ยวโจจัดแบบไทยแบบนี้ไปคลาสเจ๊ประเดี๋ยวจะจัดไทยแบบนู้นแต่ประเดี๋ยวปนอ่านกับเปี้ยพาปลอกปนได้จำนองจอมาดอกจับตรงนั้นเลือกแต่สายกดเลือกลางทาบาเซนจีปปนដល់ក្តីសុខឲ្យប្តីបានគ្រប់គ្រាន់ទាំងផ្លូវកាយទាំងផ្លូវចិត្តទាំងផ្លូវអារម្មណ៍ទាំងផ្លូវភេទអាហ្នឹងគឺប្តីមិនតែមានអ្នកក្រៅមិនដឹងថាគាត់និយាយនឹងគាត់ច្បាស់ខ្លួនឯងអត់មិនដឹងថាលោកងួនសុបិនគាត់ច្បាស់ខ្លួនឯងអត់ថាបើសិនជាប្រពន្ធផ្ដល់គ្រប់យ៉ាងឲ្យគាត់មិនខូចមិនខលទៅក្រៅទៀតមែនអត់ហើយតើការនិយាយរបស់គាត់ហ្នឹងវាចំណេញអីតើមួយទៀតចង់សួរទៅផលិតករអាកម្មវិធីដែលសម្ភារគាត់ហ្នឹងគេផលិតអាកម្មវិធីហ្នឹងមកធ្វើអីបាទអាហ្នឹងចំណេញអីជួយអីហើយផ្សាយពីអីចំណេញអីដល់ខ្មែរចំណេញអីដល់យុវជនយើងដូចអត់មានអីផងឥឡូវហ្នឹងនាំមកគេជេងួនសុបិនពេញប្រទេសហើយងួនសុបិនខ្លួនឯងហ្នឹងអញ្ចឹងទៀតនឹកឃើញអីបានតែនិយាយអញ្ចឹងនឹកឃើញអីបានតែនិយាយពាក់ព័ន្ធជាមួយនឹងតម្លៃរបស់ស្ត្រីខ្មែរងាយជាប្រពន្ធបើបំពេញតណ្ហាឲ្យប្តីបានបើបំពេញផ្លូវកាយផ្លូវចិត្តផ្លូវភេទផ្លូវអារម្មណ៍បានប្តីគេមិនទៅមានគេហើយបានទៅលើគ្រឿងនឹងយកមកនិយាយហើយវាចំណេញអីខ្មែរយើងមានរុងរឿងល្អលើកតម្កើងស្ត្រីណាមានអប្សរានៅគ្រប់ថ្មប្រាសាទគេឆ្លាក់ដល់ណាក៏គេឲ្យតម្លៃស្ត្រីដែរហេតុអីបានដឹងហើយថាតម្លៃស្ត្រីប៉ះមិនបានទេប៉ុន្តែសម្រាប់គាត់មិនម្ដងមិនលើកទី1ដែលផ្ទុះរឿងអញ្ចឹងភិកច្រើនតែគេជេរក៏មិនដែលខ្វល់ខ្ញុំគិតថាក៏មិនខ្វល់គេជេរហើយតែហើយគាត់នៅតែល្បីបាទជួនកាលអាហ្នឹងជាបច្ចេកទេសទីផ្សាររបស់គាត់ផងក៏មិនដឹងលើកមុននោះមិនចាំឲ្យគាត់ទៅធ្វើបទចម្រៀងស៊ីបានចេះតែស៊ីទៅឲ្យកែវាសនាជាងមិននាំនេះជេរមួយសាជេរហើយក៏ហីដែរដូចអ្នកនិពន្ធខ្លះវានិពន្ធបទគេអាចចំោះតនេគេអាចចំោះគេអាចធ្វើយ៉ាងក៏មានដែរគឺមិនថាពេលខ្លះគេបង្កើតអាហ្នឹងដើម្បីល្បីក៏យើងមិនដឹងប៉ុន្តែការធ្វើ content ការធ្វើវីដេអូបង្ហោះនៅលើបណ្ដាញសង្គមសូមឲ្យភ្ជាប់ជាមួយនឹងការអប់រំទៅប្រទេសយើងដើរដល់ឆ្នាំ2026ហើយយើងត្រូវការធនធានមនុស្សរឹងមាំយើងត្រូវការប្រទេសជាតិមួយដែលមានប្រជាពលរដ្ឋមានក្លឹមក្នុងខ្លួនដើម្បីបន្តដំណើរទៅមុខទៀតយើងអត់ត្រូវការយុវជនប្រភ្លាក់ប្រភ្លើយុវជនអូដើរកាប់គ្នាទៅនិយាយដើមរឿងអះអាភាសផ្សាយពីរឿងមិនល្អមិនប្រក្រតីទេចែកម្លែកតែរឿងល្អមកបានហើយអាណាមិនល្អកាយលុបទៅណាកាយលុបទៅឥឡូវនិយាយនឹងចំណេញអីឥឡូវសុបិនឯងនិយាយនឹងចំណេញអីសុបិនឯងឥឡូវនេះទៅបង្ហោះទៀតថាឃ្លោកលិចបែងដែរចង់និយាយថាម៉េចចង់និយាយថាសកម្មភាពដែលសុបិនឯងធ្វើកន្លងមកនោះត្រូវហើយគេមិនលើកវាលិចហើយឥឡូវនេះបែងដែរហ្នឹងមិនអ្នកទាំងអស់គ្នារិះគន់ហ្នឹងគេអត់និយាយអត់ត្រូវវាមិនខ្ញុំកំពុងអត់យល់ហើយចាំមើលផុត2026ទៅមុខទៀតតើសុបិននឹងមានរឿងអីយកមកឲ្យមហាជនទៀតហើយមានអីដែលចំណេញឲ្យខ្មែរឥឡូវពីហ្នឹងទៅកែអត់ផ្សាយអីដែលល្អមកធ្វើអីដែលចំណេញឲ្យខ្មែរមកហើយទៅនិយាយពាក់ព័ន្ធជាមួយនឹងរឿងបែបហ្នឹងថាមើងងាយតម្លៃស្ត្រីណែនិយាយប៉ះពាល់ដល់ខ្លួនឯងជាប្តីមានកូនប៉ះពាល់ដល់តម្លៃនៃឧត្តមភរិយារបស់យើងគេមិនជឿថាសុបិនឯងមនុស្សប៉ុណ្ណឹងដែរមិនខូចខលខាងក្រៅគេមិនជឿហើយសុបិនឯងសាកគិតមើលអ្វីដែលសុបិនឯងលើកឡើងមកថាស្ត្រីបំពេញតណ្ហាបំពេញក្តីសុខផ្លូវកាយផ្លូវចិត្តហើយធ្វើឲ្យចង់និយាយថាឲ្យកំហុសទៅស្ត្រីថាប្តីមានស្រីខាងក្រៅគឺភាគច្រើនគឺមកពីស្ត្រីមកពីប្រពន្ធវាមិនកើតបានប្តីវាទៅរកស្រីបានប្តីវាខូចវាខលកន្លែងនេះវានិយាយមកវាអត់ gender វាអត់ឲ្យតម្លៃទៅស្ត្រីយើងអ្នកខូចអ្នកខលរឿងរបស់យើងវាមិនដែលចុះសុបិនឯងគិតថារៀបការជាមួយគ្នាក្នុងងារជាប្តីប្រពន្ធសម្រាប់តែបំរើតណ្ហាផ្លូវភេទទេសម្រាប់តែត្រូវថែបខ្លួនឯងទេណាចង់ស្មើណាស្មើនឹងហ្មងឯងដើម្បីបំពេញតែតណ្ហាខ្លួនឯងមួយមុខទេហើយចុះយើងផ្ដល់អីឲ្យគេខ្លះហើយយើងជាមនុស្សប្រុសនេះបើយើងផ្ដល់ក្តីសុខឲ្យគេនេះ
យើងអត់ខូចអត់ខលបានទេអាហ្នឹងបានគេហៅថាយើងបំពេញតែបើយើងមិនបានបំពេញឲ្យគេផងយើងខូចខលខាងក្រៅហ្នឹងហើយយើងចង់ឲ្យគេល្អជាមួយយើង 100% ចង់ឲ្យគេស្មោះត្រង់ជាមួយយើងហើយគ្នាជាប្រពន្ធគ្នាឲ្យគ្នាធ្វើអីទៀតណាតម្លៃនៃក្រុមគ្រួសារសុបិនឯងឲ្យតម្លៃទៅលើអីបង្កើតក្រុមគ្រួសារមួយឲ្យតម្លៃទៅលើតែការរួមភេទមួយទៅលើតែតណ្ហាមួយទេមែនអត់ទេកន្លែងហ្នឹងពិចារណាឡើងវិញហើយខ្ញុំសួរដដែលថាកម្មវិធីហ្នឹងបង្កើតឡើងដើម្បីអីឲ្យគេនិយាយអាហ្នឹងចេញមកឲ្យមើលបានគ្រប់គ្រងការផលិតទេអត់អីបាននៅតែចេញវីដេអូអញ្ចឹងមកហើយវាចំណេញអីឥឡូវសុបិនក៏ត្រូវគេជេរអាកម្មវិធីនេះក៏វាអត់មានចំណេញអីទៀតមើលឥឡូវយើងរកអីដែលល្អចែកម្លែកចំណេះដឹងឲ្យយុវជនយើងមើលដូចខ្ញុំនិយាយចឹងការកសាងធនធានមនុស្សបើចង់ឲ្យប្រទេសជាតិខ្លាំងក៏តែធនធានមនុស្សយើងខ្លាំងចុះបើធនធានមនុស្សយើងនាំគ្នាផ្សាយតែរឿងឈួតរឿងឡប់អញ្ចឹងហើយយើងសង្ឃឹមអីចាណាម្ដងទៀតណាខ្ញុំមិនវែកញែកលំអិតហើយក៏មិនបន្ទោសច្រើនដែរព្រោះខ្ញុំជឿថាគាត់ដឹងខុសហើយគាត់ក៏នឹងកែដែរហើយកុំប្រតិកម្មមួយមហាជនពីពួកអីដែលយើងនិយាយនេះវាខុសមែនហើយមិនបាច់ចេញមកស្អីណាឃ្លុកលេងបែងដែរទេកុំវែងឆ្ងាយទុកឲ្យតែបន្តិចទៅហើយចាប់ពីហ្នឹងទៅយើងកែយើងធ្វើអីដែលចំណេញដល់សង្គម content វីដេអូចម្រៀងយើងចាប់ផ្ដើមធ្វើវាឲ្យចំណេញដល់យុវជនយើងធ្វើវាឲ្យប្រទេសជាតិយើងរឹងមាំតាមរយៈការកសាងធនធានមនុស្សកុំយករឿងឡប់ឈួតយកទៅផ្សាយទៀតកុំធ្វើអីរឿងអភិកុំធ្វើអីរឿងដែលមិនល្អធ្វើមិនឲ្យវាចំណេញសើចបានដូចគ្នាតែសើចឲ្យចំណេញណាស្ដាប់បានប្រុសដូចគ្នាតែស្ដាប់ប្រុសឲ្យចំណេញមិនស៊ីបានចេះតែស៊ីទៅវាអត់ទេណាអរគុណច្រើន